រីករាយទីវាគុណម្ដាយអ្នកម្ដាយឬម៉ែគឺជាពាក្យដែលបង្កប់នូវអត្ថន័យជ្រាលជ្រៅសម្រាប់បុគ្គលនីមួយៗម៉ែគឺជាប្រភពនៃជីវិតហើយតំណាងឲ្យសេចក្តីស្រឡាញ់ដ៏បរិសុទ្ធបំផុតដែលគ្មានលក្ខខណ្ឌយើងមិនអាចអរគុណម៉ែឲ្យអស់នោះទេចំពោះការលះបង់ដ៏ធំធេងនិងការបដិញ្ញាចិត្តដ៏មុតមមរបស់គាត់ចំពោះពិភពលោកនិងក្រុមគ្រួសារនីមួយៗពួកយើងដឹងថាពួកយើងគឺជាអ្វីៗគ្រប់យ៉ាងសម្រាប់ម៉ែហើយម៉ែគឺជាអ្វីៗគ្រប់យ៉ាងសម្រាប់ពួកយើងដូចគ្នាម៉ែគឺជាមនុស្សដំបូងដែលក្រោកពីគេងហើយធ្វើអាហារពេលព្រឹកទាំងក្នុងខោអាវដំណេកម៉ែគឺជាអ្នកអង្គុយមើលកូនរំយ៉ាងសប្បាយជាអ្នកគ្រូដែលអានរឿងឲ្យកូនជាប្រចាំហើយបង្រៀនកូនឲ្យចេះគូររូបនិងផ្ដល់ចម្លើយទៅនឹងអ្វីដែលកូនចង់ដឹងចង់ឃើញម៉ែបំពេញការងារផងមើលកូនផងដោយការព្យាយាមរក្សាតុល្យភាពការងារនិងយកចិត្តទុកដាក់ចំពោះកូនដែលទាំងអស់នេះហើយជាគំរូសម្រាប់យើងជាកូនប្រុសស្រីនេះជាការជូនពរនិងបង្ហាញពីមោទនភាពនិងការដឹងគុណដល់អ្នកម្ដាយទាំងអស់ថ្ងៃនេះយើងប្រារព្ធអបអរសាទរភាពស្រស់ស្អាតរបស់ម្ដាយនិងភាពជាម្ដាយវត្តមានរបស់ពួកគាត់នៅក្នុងជីវិតរបស់យើងគឺជាពរជ័យដ៏ធំបំផុតដែលយើងទទួលបានគ្មានអ្វីក្នុងโลกនេះអាចផ្គូផ្គងក្តីស្រឡាញ់របស់ម៉ែការយកចិត្តទុកដាក់ការលះបង់ការមើលថែនិងការព្រួយបារម្ភរបស់ម៉ែនោះឡើយ